YouTube លោកអ្នកបងប្អូនសាជាថ្មីចាទីបន្តយើងដល់ការអានរបស់ព្រះគម្ពីរប្រចាំសប្តាហ៍ចាថ្ងៃនេះយើងអានក្នុងព្រះគម្ពីរពេត្រុសខ្សែទី1ចំពោះ2ចាសូមបានចូលទៅព្រះគម្ពីរនេះហើយយើងពីនេះនៅក្នុងពេត្រុសខ្សែទី1ចំពោះ2ចានេះពីតាមខចាទំព័រ1576ចាពេត្រុសខ្សែទី1ចំពោះ2ចាខ្ញុំអានជូនសូមទានគ្នាចាដូច្នេះដែលអ្នករកគ្នាបានលះបង់ចោលអស់ទាំងសេចក្តីគំរក់និងសេចក្តីនិងកិច្ចកលទាំងប៉ុន្មានព្រមទាំងពុតនិយាយចិត្តច្រណែនហើយភាគនិយាយដើមគេទាំងអស់ចេញនោះត្រូវឲ្យសម្បារកទឹកអសតខាងឯប្រលឹងញាណវិញដូចជាទារកដែលទៅនឹងកើតដើម្បីឲ្យអ្នករកគ្នាបានចម្រើនកំណើនដល់រាល់បានសង្គ្រោះគឺបើអ្នករកគ្នាបានភ្លុកឲ្យដឹងថាព្រះអម្ចាស់ទ្រង់ល្អមែនឯអ្នករកគ្នាដែលកំពុងតែមកឯទ្រង់ដល់ជាថ្មរត់ដែលមនុស្សបានបោះបង់ចោលចេញតែព្រះបានជ្រើសរើសហើយរាប់ជាពិសេសវិញនោះអ្នករកគ្នាក៏បានស្អាងឡើងដូចជាថ្មរត់ដែរឲ្យបានធ្វើជាផ្ទះខាងវិញ្ញាណជាពួកសង្ឃបរិសុទ្ធសម្រាប់នឹងថ្វាយគ្រឿងបូជាខាងប្រលឹងវិញ្ញាណដែលព្រះទ្រង់សពមហាតីទទួលដោយព្រះយេស៊ូវគ្រីស្ទពីព្រោះមានសេចក្តីចេញទុកមកក្នុងគម្ពីរថាមើលអញដាក់ថ្មជ្រុងមួយនៅក្រោមស៊ីយ៉ូនជាថ្មដែលជ្រើសរើសហើយពិសេសពិសាអ្នកណាដែលជឿដល់ទ្រង់នោះនឹងគ្មានហេតុងងឲ្យខ្មាស់ឡើយដូច្នេះដែលទ្រង់ពិសេសនោះគឺពិសេសដល់អ្នករកគ្នាដែលជឿតែដល់ពួកអ្នកមិនជឿវិញនោះថ្មដែលពួកជាងស្រង់ផ្ទះបានចោលចេញបានប្រឡប់ជាថ្មជ្រុងយ៉ាងឯកជាថ្មជំពប់ហើយជាថ្មណាដែលនាំឲ្យរវិចិត្តគេជំពប់នឹងព្រះបន្ទូលដោយព្រោះតែមិនជឿហើយគេក៏ត្រូវតម្រូវទុកសម្រាប់ការនោះឯងតែអ្នករកគ្នាជាពួកជ្រើសរើសជាពួកសំលួងជាសត្វបរិសុទ្ធជារះដល់ទីគេអង្ករនៃព្រះដើម្បីឲ្យអ្នករកគ្នាបានសម្ដែងចេញហើយឲ្យឃើញអស់ទាំងលក្ខណៈរបស់ព្រះដែលទ្រង់បានហៅអ្នករកគ្នាចេញពីសេចក្តីងងឹតមកក្នុងពន្លឺអស្ចារ្យរបស់ទ្រង់ពីដើមអ្នករកគ្នាមិនមែនជាសាសនាមួយទេតែឥឡូវនេះជាសាសរបស់ព្រះវិញពីដើមមិនបានទទួលសេចក្តីមេត្តាករុណាទេតែឥឡូវនេះបានទទួលហើយអោពួកស្ងួនគ្នាអើយកុំខ្ញុំទូមានអ្នករកគ្នាទុកដូចជាពួកប្រទេសក្រៅហើយដូចជា